Yo សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរាការ gaming ម្ដងទៀតហើយខ្ញុំនឹងមកបរៀនអ្នកទាំងអស់គ្នាអំពីរបៀប fake skin Free Fire មុននឹងចូលទៅកាន់វីដេអូអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តតោះចូលទៅកាន់វីដេអូយើងទាំងអស់គ្នាអ្នកទាំងអស់គ្នាមុនដំបូងអ្នកទាំងអស់គ្នាត្រូវចូលជ្រោមអ្នកទាំងអស់គ្នាមកហើយតមកអ្នកទាំងអស់គ្នាត្រូវសើចពាក្យតាមខ្ញុំអ្នកទាំងអស់គ្នាវាយយ៉ាងមកហើយយើងត្រូវយក website ទី2អ្នកទាំងអស់គ្នាហើយយើងអូសទៅក្រោមរហូតទៅដល់ពាក្យយើងអូសបាច់ខ្វល់ពីពាណិជ្ជកម្មទេអ្នកគ្នាហើយយើងអូសពីក្រោមទៅរកពាក្យ go to download page តោះមកយើងចុច free download ហើយយើងនឹងចេញពាណិជ្ជកម្មហើយយើងរងចាំពាណិជ្ជកម្ម play ទៅអ្នកគ្នាគឺវានឹងលោតមកដល់ page download ហើយយើងអូសទៅក្រោមទៀតហើយយើង close ពាណិជ្ជកម្មមកហើយយើង download អា Free Fire យើងយ៉ាងមកហើយយើង free download រងចាំពាណិជ្ជកម្មមក play អ្នកគ្នាឥឡូវរងចាំ play ទៅពេលយើងរងចាំហើយវានឹងលួនមកដល់កន្លែងនេះហើយយើងចុចពាក្យថា download មកតែខ្ញុំ download ហើយខ្ញុំធ្វើអ្នកទាំងអស់គ្នាមើលតែម្ដងទៅឥឡូវខ្ញុំ download ហើយខ្ញុំចូលសញ្ញាគ្រីបហើយយើងចុចចូលអា file ហ្នឹងមកបន្ទាប់មកវានឹង download ឲ្យយើងហើយកន្លែងហ្នឹងខ្ញុំកាត់ចោលអ្នកទាំងអស់គ្នាគឺវារៀងយូរដែរបន្ទាប់មកយើងនឹងចេញហើយយើងចុចបើកវាមកចាំ play អ្នកគ្នាគឺចូល Free Fire ហើយកន្លែងហ្នឹងគឺខ្ញុំសូមកាត់ចោលអ្នកគ្នាគឺវែងខ្លាំងមែនទែនតោះមកយើងរងចាំ play ទៅកន្លែងនេះអ្នកគ្នាចង់ចុចអនុញ្ញាតក៏បានហើយមិនអនុញ្ញាតក៏បានដែរហើយយើងចុចយកអារូបមនុស្សនេះអ្នកគ្នាឃើញរូបមនុស្សហ្នឹងហើយយើងចុច connect មួយ Facebook អត់កើតហើយ Google ក៏អត់កើតដែរអ្នកគ្នាយ៉ាងហើយយើងចុចមកវិញមកបន្ទាប់មកយើងចុចgo ហើយមកវិញម្ដងទៀតមកហើយវានឹងលោតចូល account នេះហើយយើងបង្កើត account មកហើយខ្ញុំដាក់ឈ្មោះគេរើសឲ្យអ្នកគ្នាគេចេះដាក់ទៅហើយយើងចុច let's go មកបន្តមកយើងរើសអាទី3មកអ្នកគ្នាហ្នឹងទៅមកគេខ្ញុំចុចឲ្យមើលហើយវានឹងឲ្យយើងទៅរកហើយកន្លែងនេះគឺវាឲ្យយើងនឹងទៅយក key នៅក្នុងជ្រោមម្ដងទៀតអ្នកគ្នាយើងចូលជ្រោមម្ដងទៀតមកចូលជ្រោមមកអ្នកគ្នាហើយសូមរងចាំ plus អ្នកគ្នាសូមខ្ញុំដើរយឺតហើយបន្តមកអ្នកទាំងអស់គ្នាត្រូវសើចថាសើចតាមខ្ញុំអ្នកទាំងអស់គ្នា unlock Free Fire ហេងខ្ញុំអ្នកគ្នាខ្ញុំអត់សើចហើយយើងយកអាទី2អ្នកគ្នានេះ web file យើងណាកន្លែងនេះអ្នកគ្នាចុច continue ហើយយើងចុចចេញមកវិញមកអ្នកគ្នាយើងចុច continue ហើយយើងចុចអាចកន្លែងសញ្ញានេះមកអ្នកគ្នាចុចសញ្ញាចេញហ្នឹងមកយើងចុច continue ហើយយើងចុចចេញយើងចុចយ៉ាងរហូតតវាលោតផ្ទាំងមួយអ្នកគ្នាយើងខិតចេញចុច continue ហើយចុចចេញចុច continue ហើយចុចចេញមកអ្នកគ្នាយកកន្លែងហ្នឹងខ្ញុំធ្វើរៀងយូរដែរអ្នកគ្នាយើងមើលខ្ញុំចុចទៅនេះហើយវានឹងឲ្យយើងដាក់ ID វាចូលដាក់ ID game យើងID គេលោតឲ្យមិញហ្នឹងឥឡូវគេឲ្យយើងនេះសិនអ្នកគ្នាឥឡូវខ្ញុំសុំលុបសិនហើយនេះគឺជា ID របស់ខ្ញុំហើយ ID របស់អ្នកគ្នាខ្ញុំអត់ដឹងទេតែនេះ ID ខ្ញុំ16មិញ16 0ឥឡូវសុំ
វាយសិនណា16 0 15 74ទៀតកន្លែងនេះខ្ញុំសុំដាក់ID ខ្ញុំតែម្ដងទៅអ្នកគ្នាតោះមកយើងចុចកន្លែង continue ហើយយើងចុចចេញម្ដងទៀតចុច continue ចុចចេញហើយវានឹង load យកមកអ្នកគ្នាតោះមកយើងចុចcontinue នឹងទៀតមកហើយយើងចុចចេញហើយ continue ចុចចេញមួយទៀតគឺវានឹងបាន2ហើយជំហានទី2ហើយបាន step 2អ្នកគ្នាហើយយើងចុចអានឹងទៀតតោះមកចុចចេញទៀតចានឹងទៀតតោះមកចុចចេញទៀតតោះមកវាដល់កន្លែងនេះម្ដងយើងចុចមួយទៀតមកដល់3ហើយចុចចេញហើយចុចម្ដងទៀតមកគឺវានឹងបានហើយអ្នកគ្នាហើយយើងចុចម្ដងទៀតមកចាហ្នឹងហើយចុចចេញម្ដងទៀតចុចហ្នឹងហើយចុចចេញចាហ្នឹងហើយចុចចេញគឺវានឹងលោតមកហើយវានឹងលេងបានចំនួន1ម៉ោងអ្នកគ្នាហើយឥឡូវខ្ញុំនឹងចូលហ្គេមចង់ដឹងថាវាទទួលបានឬក៏អត់ឥឡូវខ្ញុំចុចនេះមកហើយចុចលើជនជាតិអ្នកគ្នាយើងចង់លេងជនជាតិណាក៏បានដែរសម្រាប់ខ្ញុំលេងសិង្ហបុរីតោះមកយើងចុចអូខេមកអ្នកគ្នា1 2 3តើបានដែរឬទេមើលអ្នកគ្នាតើបានអត់ចាំប្រាប់អ្នកគ្នាខ្ញុំរៀង slow មកគឺបានយកបដោអ្នកគ្នានេះគឺបានហើយអ្នកគ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយបាយ